រដ្ឋាភិបាលពិភាក្សាកំណត់លក្ខខណ្ឌប្រើប្រាស់ដីថ្មីក្នុងភូមិ114នៅតំបន់អង្គរដើម្បីអភិរក្សបេតិកភណ្ឌនិងលើកស្ទួយជីវភាពប្រជាជនភ្នំពេញយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានឲ្យដឹងថានៅថ្ងៃទី04ខែឧសភាឆ្នាំ2026ឯកឧត្តមសាយសំអាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រួមជាមួយអាជ្ញាធរជាតិអប្សរាដែលដឹកនាំដោយលោកជំទាវបណ្ឌិតភឿកសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួបប្រជុំដើម្បីពិភាក្សាកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មីនៅក្នុងភូមិចំនួន114ភូមិស្ថិតក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរយោងតាមប្រភពដដែលបានឲ្យដឹងថាគោលការណ៍ថ្មីនេះមានគោលបំណងថែរក្សានិងអភិរក្សមរតកដូនតារួមជាមួយការលើកស្ទួយជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់អង្គរខណៈដែលតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរមានផ្ទៃដីសរុបប្រមាណ401គីឡូម៉ែត្រការ៉េដែលគ្របដណ្ដប់លើប្រាសាទរាប់រយនិងប្រព័ន្ធធារាសាស្ត្របុរាណដ៏ស្មុគស្មាញតំបន់នេះត្រូវបានបែងចែកជា5តំបន់សំខាន់រួមមានតំបន់ទី1ជាតំបន់ប្រាសាទដែលមានសំណង់បុរាណសំខាន់ដូចជាអង្គរវត្តអង្គរធំនិងបាយ័នតំបន់ទី2ជាតំបន់បុរាណវិទ្យាដែលមានសំណល់បុរាណស្ថិតក្រោមដីតំបន់ទី3ជាតំបន់ការពារទេសភាពវប្បធម៌ដែលរួមបញ្ចូលបរិស្ថានព្រៃឈើនិងប្រភពទឹកតំបន់ទី4ជាតំបន់មានតម្លៃផ្នែកនរវិទ្យាដែលមានសហគមន៍រស់នៅតាំងពីបុរាណនិងតំបន់ទី5ជាតំបន់អភិវឌ្ឍដែលស្ថិតជុំវិញក្រុងសៀមរាបដើម្បីគាំទ្រវិស័យទេសចរណ៍តំបន់អង្គរមានសារៈសំខាន់យ៉ាងខ្លាំងទាំងផ្នែកស្ថាបត្យកម្មសាសនានិងសេដ្ឋកិច្ចវាបង្ហាញពីភាពរីកចម្រើនអស្ចារ្យនៃសិល្បៈនិងវិស្វកម្មខ្មែរនាសម័យអាណាចក្រអង្គរចន្លោះសតវត្សទី9ដល់ទី15ហើយក៏ជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយពីព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនាជាមួយគ្នានេះតំបន់អង្គរក៏ជាដង្ហើមសេដ្ឋកិច្ចទេសចរដ៏សំខាន់បំផុតមួយរបស់កម្ពុជាយ៉ាងណាក៏ដោយកន្លងមកមានការសង្កេតឃើញវិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងអាជ្ញាធរជាតិអប្សរាដែលក្លាយជាបញ្ហាសំខាន់មួយក្នុងការស្វែងរកតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌពិភពលោកនិងសិទ្ធិរស់នៅរបស់សហគមន៍មូលដ្ឋានការអនុវត្តលក្ខខណ្ឌតឹងរ៉ឹងក្នុងតំបន់ការពារដូចជាការរឹតបន្តឹងលើការសាងសង់ការជួសជុលផ្ទះនិងការកំណត់ការប្រើប្រាស់ដីបានបង្កឲ្យមានសម្ពាធលើជីវភាពប្រជាជនមួយចំនួនបញ្ហានេះក៏ត្រូវបានលើកឡើងក្នុងបរិបទនៃការអនុវត្តវិធានការរៀបចំដីធ្លីនិងការផ្លាស់ប្តូរទីលំនៅទៅតំបន់ថ្មីដូចជាតំបន់រុនតាឯកដែលបានបង្កឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋមួយចំនួនអំពីសន្តិសុខដីធ្លីនិងប្រភពចំណូលរបស់ពួកគេទោះជាយ៉ាងណាអាជ្ញាធរបានបញ្ជាក់ថាការគ្រប់គ្រងតំបន់អង្គរគឺអនុវត្តស្របតាមបទដ្ឋានអន្តរជាតិនៃអង្គការ UNESCO ដើម្បីរក្សាភាពជាបេតិកភណ្ឌពិភពលោកជាមួយគ្នានេះការដោះស្រាយបញ្ហាទាំងនេះត្រូវការសម្របសម្រួលដោយផ្អែកលើគោលការណ៍មនុស្សធម៌ការធានាសំណងយុត្តិធម៌និងការធានាថាការអភិវឌ្ឍនឹងមិនប៉ះពាល់ដល់សិទ្ធិនិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ឡើយ